សូមបងប្អូនតាមដានឲ្យចប់នឹងដឹងថាតារាសាស្ត្រផ្ដល់ផលប្រយោជន៍អីហើយណាសម្រាប់បងប្អូនដែលបានស្ដាប់ណានៅក្នុងថ្ងៃទី12មានមួយថ្ងៃបាទហើយថ្ងៃទី21មានមួយថ្ងៃទៀតនៅក្នុងម៉ោងរកាម៉ោង18ល្ងាចហ្នឹងណាយើងរៀបចំបញ្ញភូតនាំជោគទៅដាក់ទៅក្នុងអង្គសាថោះទៅនឹងផ្ទុះលៀបហើយអូបាទចាំខ្ញុំសូមបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីហុងស៊ុយ Podcast ដោយដុកទ័រហុងហុងស៊ុយបាទថ្ងៃនេះដែរគឺយើងចិត្តចូលដល់ខែ3ហើយមិនខុសពីរាល់ដងទេលោកគ្រូកៅសវណ្ណគាត់នឹងចូលមកស្រាយចម្ងល់របស់បងប្អូនទាំងអស់គ្នាដែលប្រធានបទយើងថ្ងៃនេះតាក់ទងជាមួយនឹងតារាសាស្ត្រសម្រាប់ខែ3បាទជំរាបសួរលោកគ្រូបាទលោកគ្រូសម្រាប់តារាសាស្ត្រយើងនៅក្នុងខែ3នេះតើទិសណាល្អសម្រាប់តារាសាស្ត្រយើងដែរលោកគ្រូសម្រាប់ខែ3នេះណាព្រោះបងប្អូនចង់ដឹងច្រើនលោកគ្រូបាទអរគុណជាទូទៅតារាសាស្ត្រយើងមានតារាយុគតារាឆ្នាំតារាខែនិងតារាប្រចាំថ្ងៃម៉ោងណាប៉ុន្តែទីនេះយើងចង់និយាយពីតារាសាស្ត្រប្រចាំខែសម្រាប់ខែ3នេះគឺគេហៅខែថោះបាទខែថោះនេះគឺខែដែលតារាសាស្ត្រលេខ7ចចូលចំកណ្ដាលផ្ទះហ្នឹងហើយអញ្ចឹងកាលណាលេខ7ចូលចំកណ្ដាលផ្ទះអញ្ចឹងតារាសាស្ត្រលេខ8ហ្នឹងណាវាទៅខាងលិចឈៀងខាងជើងហ្នឹងហើយលេខ9វាទៅខាងលិចចំណាអញ្ចឹងលេខ1វាមកខាងជើងឈៀងខាងកើតលេខ2ទៅខាងត្បូងលេខ3មកទិសខាងជើងលេខ4ទៅទិសខាងជើងទិសខាងបូងឈៀងខាងលិចហើយនឹងលេខ5មកកើតចំលេខ6ទៅកើតឈៀងខាងត្បូងណាអញ្ចឹងនៅក្នុងធាតុរបស់តារាសាស្ត្រមួយមានន័យថាក្នុងខែថោះនេះបើយើងមើលទៅតារាសាស្ត្រដែលវាគេហៅថាផ្ដល់គុណវិបត្តិហ្នឹងតារាសាស្ត្រដែលផ្ដល់គុណវិបត្តិមានតារាសាស្ត្រលេខ2លេខ3លេខ5និងលេខ7ឃើញណាប៉ុន្តែតារាសាស្ត្រលេខ7វាចូលនៅក្នុងកណ្ដាលផ្ទះវាជន់ជាមួយនឹងតារាលេខ1ប្រចាំឆ្នាំអញ្ចឹងចូលទៅខ្សោយទេដោយសារតែមាសតកកើតទឹកអាលេខ7ហ្នឹងគឺជាតារាសាស្ត្រធាតុមាសអញ្ចឹងដោយសារតែកណ្ដាលផ្ទះហ្នឹងវាមានតារាសាស្ត្រលេខ1ប្រចាំឆ្នាំនៅនឹងហើយដូច្នេះមាសចូលមកប៉ះជាមួយនឹងទឹកតារាហ្នឹងខ្សោយទេមិនជាខ្លាំងទេប៉ុន្តែទោះបីជាខ្សោយយ៉ាងណាក៏ដោយក៏បីតែកុំឲ្យរង្គោះរង្គើដែរណាតារាផ្ទះហ្នឹងបាទអញ្ចឹងដោយកម្មវិធីមានកំណត់យើងនិយាយបែបខ្លីៗទៅបាទសូមបងប្អូនតាមដានឲ្យចប់នឹងដឹងថាតារាសាស្ត្រផ្ដល់ផលប្រយោជន៍អីណាសម្រាប់តារាដែលយើងខ្លាចតារាសាស្ត្រខ្លះយើងខ្លាចវារាល់ខែហ្នឹងឲ្យទៅលឺសូផ្កាយលេខ5ទៅណាហើយគឺយើងអត់ហ៊ានទេទិសអង្គសាលេខ5ហ្នឹងធ្វើបីតែបញ្ចុះសពណាយើងយកសេធីងទៅប៉ះផ្កាយលេខ5ក៏យើងអត់ហ៊ានសូម្បីតែការសាងសង់ឲ្យក៏ដោយឬសូផ្កាយលេខ5នៅជ្រុងណាក៏យើងអត់ហ៊ានដែរបាទតែផ្កាយលេខ5នៅក្នុងខែថោះនេះវានឹងមានអត្ថប្រយោជន៍ខ្លាំងអូហ្នឹងហើយសម្រាប់ក្នុងខែហ្នឹងណាអញ្ចឹងចុងបញ្ចប់វីដេអូលោកគ្រូនឹងប្រាប់ថាតើអត្ថប្រយោជន៍អីអូខេបាទលោកគ្រូបាទដូច្នេះសម្រាប់បញ្ហាទិសហេងនិងទិសស៊យវានៅដដែលទេអាសុលនៅដដែលសានសានៅដដែលតារាប្រចាំឆ្នាំនៅដដែលទេវាដូរតែតារាសាស្ត្រប្រចាំខែបាទលោកគ្រូបាទក្នុងអង្គសាឆ្នាំនេះខែនេះអង្គសាថោះហ្នឹងគឺយើងបាននិយាយហើយគឺទិសខាងកើតហ្នឹងតារាសាស្ត្រលេខ5ចូលបាទហើយនឹងមានការភ្ញាក់ផ្អើលនៅក្នុងខែ3នេះហ្នឹងជាទូទៅតារាសាស្ត្រលេខ5កាលណាវាចូលទៅជន់តារាសាស្ត្រណាតារាសាស្ត្រនោះនឹងផ្ទុះបាទមកថាវាទៅជន់លេខ2វានឹងផ្ទុះជំងឺវាទៅជន់លេខ3នឹងផ្ទុះវិបត្តិបាទវាទៅជន់លេខ4នឹងផ្ទុះស្នេហ៍បាទវាទៅជន់លេខ6នឹងផ្ទុះនៅគេហៅថាអំណាចវាទៅជន់លេខ7នឹងផ្ទុះការបាត់បង់ទ្រព្យឬក៏មានចោរកម្មឲ្យកើតឡើងអញ្ចឹងជាដើមទៅប៉ុន្តែដោយឡែកនៅក្នុងខែនេះគឺវាផ្ទុះចំលេខ8អូបាទចំលេខ8នេះនៅក្នុងអង្គសាថោះដែលជាវិជាតារាសាស្ត្រគេហៅថាបើយើងនិយាយពីប្រាន8ទិសគេហៅថាបញ្ចភូតនាំជោគអូប្លែកលោកគ្រូហ្នឹងហើយបញ្ចភូតនាំជោគអញ្ចឹងតារាសាស្ត្រប្រចាំខែទៅប៉ះតារាសាស្ត្រប្រចាំឆ្នាំហើយនឹងប្រចាំយុគហ
ហើយនឹងប្រចាំម៉ោង បាទលោកគ្រូបាទ ដូច្នេះអាលេខ5នោះវាចូលទៅវាបំផ្ទុះអាតារាសាស្ត្រលេខ8នេះ អូ ហ្នឹងហើយដូច្នេះអាលេខ8ហ្នឹងហើយដែលធ្វើឲ្យយើងមានលៀបមានសំណាងនៅក្នុងខែនេះគឺខុសប្លែកពីខែដទៃ បាទលោកគ្រូបាទលោកគ្រូមានសំណួរទូចមួយនៅក្នុងនេះលោកគ្រូតាក់ទងមួយតារាសាស្ត្រលេខ5លោកគ្រូមានប្រសាសន៍ថាចូលទៅដល់តារាសាស្ត្រមួយណាគឺលេខ5នេះគឺនឹងធ្វើឲ្យតារាសាស្ត្រលេខមួយនោះទូបានថាវាជំរុញមែនលោកគ្រូតារាសាស្ត្រហ្នឹង ហ្នឹងហើយវាជំរុញ អូខេគ្រូមួយទៀតលោកគ្រូបានមានប្រសាសន៍តាក់ទងមួយបញ្ចភូតលោកគ្រូបញ្ចភូតនឹងអីគេអ្នកស្ដាប់ប្រហែលឆ្ងល់ពីនឹងថ្មីខ្ញុំដែរវាសោះ អូខេអរគុណណាគេហៅថាបញ្ចភូតនាំជោគបញ្ចៈនឹងសំដៅលើ5 អូបញ្ចៈ ពីភាសាខ្មែរណា បាទបញ្ចៈ ចតុបញ្ចៈឆត្តៈសត្តៈអដ្ឋៈអញ្ចឹងទៅ អូបាទ លេខ4លេខ5លេខ6លេខ7អញ្ចឹងណាជាភាសាបាលីអញ្ចឹងបញ្ចៈនេះប្រែថា5យើងសួរថាស្អីគេ5នោះ បាទលោកគ្រូបាទ ហ្នឹងហើយបញ្ចភូតភូតនេះគឺវាមិនសំដៅទៅលើវត្ថុដែលមើលឃើញទេ បាទ វាសំដៅទៅលើអដេញធាតុអាកាសឬក៏គេហៅថាភូតទៅរូបហ្នឹងហើយដោយថាអ្នកធ្លាប់បួសធ្លាប់រៀនក្នុងពុទ្ធសាសនាហ្នឹងណាហ្នឹងហើយភូតតាំងវាភូតតវាអភូតតាំងវាអភូតតវាហ្នឹងគឺនៅក្នុងគេហៅថាធម៌សម្រាប់សូត្រអភិធម្មហ្នឹងហើយដូច្នេះវាដូចជាយើងនិយាយថាដូចជាវិញ្ញាណស្អីមួយយ៉ាងចុះហ្នឹងដូចថាជាវិញ្ញាណអីដែលវាមកសន្ធិដ្ឋយើងណាអញ្ចឹងទេវាផ្ទុះនៅបញ្ហាដីហ្នឹងលេខ8ហ្នឹងហ្នឹងហើយសម្រាប់បងប្អូនដែលបានស្ដាប់ណានៅក្នុងថ្ងៃទី12មានមួយថ្ងៃបាទហើយថ្ងៃទី21មានមួយថ្ងៃទៀតនៅក្នុងម៉ោងរកាម៉ោង18ល្ងាចហ្នឹងណាយើងរៀបចំបញ្ចភូតនាំជោគទៅដាក់ទៅក្នុងអង្គសាថោះទៅនឹងផ្ទុះលៀបហើយ អូបាទចាំ បានន័យថាផ្ទះសំបែងដីធ្លីរឿងរ៉ាវដតីដែលកើតឈិតកន្លងមកច្រើនឆ្នាំហើយយើងកោះកាយវាមិនចេញ បាទដាក់បញ្ចភូតនាំជោគនេះទៅធាតនឹងវានឹងក៏កោះកកាយរឿងនឹងថ្មីឲ្យយើងមក បាទ ទាំងលៀបសំណាងទាំងរឿងខ្លះដែលយើងដាក់ទៅប្តឹងផ្ដាល់អីវាអត់បានលទ្ធផលអីចឹងណាអញ្ចឹងបើសិនជាយើងដាក់បញ្ចភូតនាំជោគទៅរឿងនឹងនឹងដោះស្រាយបាន អូខ្ញុំយល់ហើយលោកគ្រូចឹងបានន័យថាតាមភាសារបស់លោកគ្រូអត្ថន័យនៃបញ្ចភូតទាំង5ហ្នឹងគឺសម្រាប់ការជំរុញលៀបជំរុញអីជាដើមត្រូវទេលោកគ្រូបាទទៅហើយ អូបាទលោកគ្រូដោយថាអ្នកខ្លះចង់លក់ដីលក់អីយូរហើយតែលក់អត់បានដាក់បញ្ចភូតនាំជោគទៅហើយរបៀបនៃបញ្ចភូតនាំជោគនឹងទៀតគឺមានចានមួយឬក៏កែវកញ្ចក់អីចឹងណាដាក់អំបិលនៅក្នុងហ្នឹងអូចាកញ្ចក់ដាក់អំបិលដាក់អំបិលហើយយើងយកអាកាក់ស្ពាន់ហ្នឹងចំនួន7កាក់មកបាទ7កាក់មកយើងដាក់នៅខាងហ្នឹង6បាទហើយ1ដាក់កដាលតែកដាលនឹងបញ្ឈរបាទអត់ដាក់ផ្ដេកទេអូប្លែកនេះហ្នឹងខាងយើងដាក់ផ្ដេក6ចឹងមកណានៅសល់ចន្លោះកដាលដាក់បញ្ឈរ1ព្រោះអីហ្នឹងហើយអា6នេះគឺតំណាងឲ្យធាតុមាសបាទហើយអាបញ្ឈរហ្នឹងគឺធាតុទឹកអញ្ចឹងមាសតកកើតទឹកហ្នឹងហើយទឹកកកើតឈើជាធាតុអំណាចរបស់ដីស៊ីដីជាជោគលៀបដូច្នេះវាផ្ទុះអារឿងថា តែយើងចង់ឲ្យ បាទដល់ជំរុញអ្វីដែលបាត់បង់យូរហើយហ្នឹងគឺឲ្យវាក៏ក្រើកឡើងវិញមកបាទបាទសម្រាប់ខែនេះគឺមានតែ2ថ្ងៃហ្នឹងលោកគ្រូណាមាន2ថ្ងៃហ្នឹងប៉ុន្តែយើងអាចដាក់បាន1ឆ្នាំ អូបាទដាក់ទុកអ្នកដែលដាក់អត់ទាន់ក្នុងថ្ងៃ12ម៉ោង18ល្ងាចហ្នឹងអាចដាក់នៅថ្ងៃ21ម៉ោង18ល្ងាចដដែលអូបាទគ្រូតាក់ទងvớiការរៀបចំឲ្យហៅថាបញ្ចភូតហ្នឹងឧទាហរណ៍ថាបងប្អូនយើងគាត់ទៅរៀបចំទេខាងស្ថាប័នយើងមានជួយរៀបចំឲ្យគាត់អត់មានស្ថាប័នមានចុះរៀបចំចុះជួយវាស់ទិសឲ្យប៉ុន្តែមែនទេទៅមិនបាច់ទេបាទហ្នឹងហើយមិនបាច់ទេដាក់តែអំបិលធម្មតាទៅឲ្យតែស្គាល់ទិស90ដាក់ទៅទិស90ហ្នឹងទៅបានហើយហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមិនធំនិយាយពីតារាសាស្ត្រទេណាយើងឆ្លៀតបញ្ចេញទៅដល់បញ្ចភូតទាំង5ទៀតបាទឬក៏បញ្ចភូត5តែលោកគ្រូបានមានប្រសាសន៍ឲ្យជាការជំរុញនៅលៀបសំណាងឬក៏ជំរុញនៅអ្វីដែលបងប្អូនគាត់ថាវាអត់មានប្រសិទ្ធភាពបងប្អូនចង់ឲ្យវាមានប្រសិទ្ធភាពមកវិញបងប្អូនអាចអនុវត្តតាមលោកគ្រូបានតែលោកគ្រូបញ្ជាក់ឲ្យថាយើងត្រូវការតែអំបិលហើយនឹងកែវទឹកមួយបាទមានដាក់ទឹកដាក់អំបិលដាក់កាក់ចំនួន7កាក់ដល់លោកគ្រូហ្នឹងហើយបាទហើយកាក់កណ្ដាលគឺដាក់បញ្ឈរអត់ដាក់ផ្ដេកទេហើយអ្នកទាំងអស់នេះគាត់ទៅរកចំគឺ90ហើយដាក់បាន12ថ្ងៃហ្នឹងថ្ងៃ12ថ្ងៃ21វេលាមក18ល្ងាចបាទអញ្ចឹងបងប្អូនទាំងអស់គ្នាធីបថ្ងៃនេះពីខ្ញុំដូចជាលោកគ្រូសវណ្ណបានចែកជូនបងប្អូនទាំងអស់គ្នាសង្ឃឹមថាវាជាបច្ច័យសម្រាប់បងប្អូនទាំងអស់គ្នាពីខ្ញុំ
បាទ ខ្ញុំកៅសវណ្ណ បាទអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយទៀត បាទ